បន្ទាប់ពីទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម Stephen ប៉ាងជីវីត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឲ្យចូលជួបសម្ដែងការគូសំនិងជូនសារតាំងនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026ក្នុងជំនួបដែលធ្វើឡើងនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងព្រះបរមនាមព្រះករុណាជាអង្គម្ចាស់ជីវលត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម Stephen ប៉ាងជីវីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជានឹងបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ឯកឧត្តមមកកាន់កម្ពុជានៅពេលនេះបញ្ជាក់យ៉ាងច្បាស់ពីការផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីជាកិច្ចឆ្លើយតបឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានចូលជួបជូនសារតាំងក្នុងឱកាសនេះឯកឧត្តមក៏បានលើកឡើងថាកម្ពុជានិងសិង្ហបុរីមានទំនាក់ទំនងជាយូរអង្វែងមកហើយជាពិសេសកាលពីឆ្នាំ2025កន្លងទៅនេះប្រទេសទាំងពីរបានប្រារព្ធខួប60ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយគ្នាហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំកម្ពុជាប្រទេសទាំងពីរគឺបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងសិង្ហបុរីឯកឧត្តមបានសន្យាថាក្នុងអាណត្តិរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនឹងខិតខំប្រឹងប្រែងក្នុងការពូនជ្រោមទំនាក់ទំនងរវាងកម្ពុជាសិង្ហបុរីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសការពង្រីកទំនាក់ទំនងទាំងការទូតនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចនិងការវិនិយោគដែលការវិនិយោគនេះឯកឧត្តមសង្កត់ធ្ងន់ថានឹងខិតខំប្រឹងប្រែងគៀកអ្នកវិនិយោគសិង្ហបុរីឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនបន្ថែមទៀតជាមួយគ្នានេះឯកឧត្តមក៏បានខិតខំប្រឹងប្រែងក្នុងការពង្រីកលើផ្នែកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឲ្យកាន់តែមានភាពស្អិតរមួតតាមរយៈការបង្កើនផ្នែកទេសចរឲ្យប្រជាជននៃប្រទេសទាំងពីរធ្វើទស្សនកិច្ចនិងទេសចរទៅវិញទៅមកកាន់តែច្រើនថែមទៀតនៅក្នុងឱកាសនោះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតលើការបដិញ្ញាចិត្តក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែរីកចម្រើនបន្ថែមទៀតជាពិសេសសម្ដេចតេជោបានឯកភាពទៅនឹងការលើកឡើងរបស់ឯកឧត្តមចំពោះការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរដែលបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដ៏រឹងមាំនៃប្រទេសទាំងពីរជាស្ដែងសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទស្សនកិច្ចនៅប្រទេសសិង្ហបុរីនៅឆ្នាំ2024ហើយនាយករដ្ឋមន្ត្រីសិង្ហបុរីក៏បានមកទស្សនកិច្ចនៅកម្ពុជាក្នុងឆ្នាំ2025កន្លងទៅនេះដែរដែលនេះជានិមិត្តរូបមួយនៃទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជានិងសិង្ហបុរីបន្ថែមពីលើនេះសម្ដេចតេជោក៏បានអរគុណសិង្ហបុរីដែលបានចូលរួមចំណែកនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជាផងដែរសម្ដេចតេជោក៏បានឆ្លៀតលើកឡើងអំពីបញ្ហាព្រំដែនរវាងកម្ពុជានិងថៃហើយក៏អរគុណចំពោះសិង្ហបុរីបានចូលរួមចំណែកជាពិសេសការបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមក្នុងការអង្កេតទៅលើបញ្ហាព្រំដែនកម្ពុជានិងថៃសម្ដេចតេជោបានគូបញ្ជាក់ទៅកាន់ឯកឧត្តមឯកអគ្គរដ្ឋទូតសិង្ហបុរីថាជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃគឺការរក្សានៅបទឈប់បាញ់ឲ្យមានប្រសិទ្ធភាពយូរអង្វែងជាមួយនេះកម្ពុជានៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរនាពេលកន្លងមកជាចុងក្រោយសម្ដេចតេជោបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតបំពេញបេសកកម្មនៅកម្ពុជាទទួលបានជោគជ័យជាពិសេសគឺពូនជ្រោមទំនាក់ទំនងរវាងកម្ពុជានិងសិង្ហបុរីឲ្យកាន់តែរីកចម្រើនទស្សនិកជនជាទីគោរពព័ត៌មានជាបន្តឯកឧត្តមអគ្គបណ្ឌិតសុភិចាអូនពមនីរតទទួលជួបពិភាក្សាការងារជាមួយប្រធាននិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឯកឧត្តមអគ្គបណ្ឌិតសុភិចាអូនពមនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវជូជីអ៊ីប្រធាននិងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី
President and Chairs of the Board of Directors of the Asian Infrastructure Investment Bank ហៅកាត់ AIIB ក្នុងឱកាសដែលលោកជំទាវមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ព្រះរាជាណាចក្រកម្ពុជាឯកឧត្តមអគ្គបណ្ឌិតសុភាចារបានសម្ដែងការអបអរសាទរក្នុងឱកាសដែលលោកជំទាវត្រូវបានជ្រើសតាំងឲ្យចូលកាន់តំណែងថ្មីនិងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវនិងគណៈប្រតិភូ AIIB ក្នុងការអញ្ជើញមកប្រទេសកម្ពុជាដំណើរទស្សនកិច្ចរបស់លោកជំទាវពិតជាមានសារៈសំខាន់ក្នុងគណៈពេលដែលកម្ពុជានិង AIIB បាននឹងកំពុងឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការថ្មីតាមរយៈការដាក់ឲ្យអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ2026ដល់ឆ្នាំ2030 Country Cooperation Framework ហៅកាត់ CCF 2026-2030 ដែលមានទំហំវិនិយោគរហូតដល់ប្រមាណ$2 ប៊ីលានអាមេរិកក្នុងនាមជាសមាជិកស្ថាបនិក AIIB តាំងពីឆ្នាំ2016មកកម្ពុជាតែងទទួលបានការគាំទ្រជាបន្តបន្ទាប់ពី AIIB ក្នុងដំណើរនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងក្រោមក្របខ័ណ្ឌឥណទាន Sovereign and Non-Sovereign Loan និងហិរញ្ញប្បទានឥតសំណងជាក់ស្ដែងក្នុងកលៈទេសៈនៃការរាតត្បាតជំងឺ COVID-19 AIIB បានចូលរួមយ៉ាងសកម្មក្នុងការជួយកម្ពុជាតាមរយៈការផ្ដល់ហិរញ្ញប្បទានដែលបត់បែនខ្ពស់ឆ្លើយតបនឹងតម្រូវការភ្លាមៗរបស់កម្ពុជាបន្ថែមលើនេះក្នុងកលៈទេសៈដ៏លំបាកនិងមិនប្រកបប្រជានៃសេដ្ឋកិច្ចសកលនាបច្ចុប្បន្នចំនួនភូមិសាស្ត្រនយោបាយនិងមជ្ឈមបូព៌ានិងវិបត្តិថ្មីផ្សេងទៀតកម្ពុជាមានតម្រូវការក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែច្រើនឡើងដើម្បីគាំទ្រដល់ការរក្សាលំនឹងនិងកំណើនប្រកបដោយចីរភាពជាមួយគ្នានេះកម្ពុជានឹងពិនិត្យឡើងវិញនៅតម្រូវការអភិវឌ្ឍរយៈពេលមកភ្ជុំនឹងវែងក្នុងវិស័យថាមពលព្រមទាំងបន្តកិច្ចសន្ទនាជាមួយ AIIB ចំពោះតម្រូវការជាក់លាក់លោកជំទាវជូជាអ៊ីបានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់ឯកឧត្តមអគ្គបណ្ឌិតសុភាចារនិងបានថ្លែងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនិងរឹងមាំរវាង AIIB និងរាជរដ្ឋាភិបាលកម្ពុជាកន្លងមក AIIB បដិញ្ញាបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាចូលរួមគាំទ្រដល់របៀបវារៈនិងតម្រូវការអភិវឌ្ឍរបស់កម្ពុជាដែលមានភាពស្របគ្នានឹងគោលនយោបាយនិងអធិភាពជាយុទ្ធសាស្ត្ររបស់ AIIB ក្នុងនោះក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាង AIIB និងកម្ពុជាមិនត្រឹមតែជាក្របខ័ណ្ឌហិរញ្ញប្បទានប៉ុណ្ណោះទេប៉ុន្តែជាសញ្ញាដ៏រឹងមាំនៃភាពជាដៃគូយ៉ាងជិតស្និទ្ធរវាង AIIB និងកម្ពុជាដែល AIIB បានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដោយចាប់ផ្ដើមការរៀបចំបេក្ខភាពគម្រោងឲ្យកាន់តែឆាប់ AIIB នឹងបន្តសម្របសម្រួលនិងជំរុញការអនុម័ត CCCF 2026-2030 ដើម្បីឈានដល់ការដាក់ឲ្យអនុវត្តបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់ឈានទៅសម្រាប់ចុះហត្ថលេខាលើគម្រោងអាទិភាពនីមួយៗតាមឆ្នាំដែលបានគ្រោងទុកលោកជំទាវក៏បានជម្រាបជូនបន្ថែមផងដែរថាដើម្បីឆ្លើយតបនឹងវិបត្តិថាមពលនិងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈក្នុងរយៈពេលមកភ្ជុំនឹងវែង AIIB មានការបដិញ្ញាចិត្តខ្ពស់ក្នុងការចូលរួមវិនិយោគលើវិស័យថាមពល Energy Transition and Clean Energy នៅកម្ពុជាតាមរយៈឧបករណ៍ហិរញ្ញប្បទានថ្មីៗដែល AIIB បានបង្កើតឡើងរួមមានដូចជា Climate Focus Policies Based Financing ជាដើមជាថ្មីម្ដងទៀតឯកឧត្តមអគ្គបណ្ឌិតសុភាចារក៏បានបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ AIIB ជាពិសេសក្នុងការអនុវត្តបេក្ខភាពគម្រោងក្នុងវិស័យអាទិភាពរួមមានទឹកផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធថ្នាក់ក្រោមជាតិព្រមទាំងបន្តពិភាក្សាជាមួយ AIIB លើឧបករណ៍ហិរញ្ញវត្ថុថ្មីៗ New Financial Facility ដែលកម្ពុជាអាចទទួលយកបាន
ឯកឧត្តមអគ្គបណ្ឌិតសភាចារបានស្នើឲ្យ AIIB ជំរុញការអនុម័តបេក្ខភាពគម្រោងក្នុងឆ្នាំ2026និងគៀងគរហេរញ្ញប្បទានឥតសំណងពីប្រភពនានាទាំងក្រោមក្របខ័ណ្ឌ AIIB និងដៃគូអភិវឌ្ឍន៍ដទៃផ្សេងទៀតដើម្បីជួយសម្រួលឲ្យកម្រិតសម្បទាននៃហេរញ្ញប្បទានពី AIIB ខ្ពស់ជាងមុននិងអាចទទួលយកបានស្របតាមយុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសាធារណៈរបស់កម្ពុជាលោកជំទាវជូជីអ៊ីបានជម្រាបជូនថា AIIB តែងខិតខំគៀងគរហេរញ្ញប្បទានឥតសំណងពីប្រភពនានាតាមដែលអាចធ្វើបានហើយ AIIB ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សានិងស្វែងរកកាលានុវត្តភាពថ្មីៗតាមរយៈឧបករណ៍ហេរញ្ញប្បទានថ្មីៗឆ្លើយតបវិបត្តិនិងតម្រូវការជាក់ស្ដែងរបស់កម្ពុជាលោកជំទាវជូជីអ៊ីបានរំលេចផងដែរថាកម្ពុជាជាសមាជិកស្ថាបនិកដែលបានគាំទ្រការបង្កើត AIIB តាំងពីដំណាក់កាលដំបូងហើយ AIIB មានមោទនភាពយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាទស្សនិកជនជាទីគោរពរីឯព័ត៌មានជាបន្តនៅក្នុងពេលនេះឯកឧត្តមអ៊ូស្ម៉ាន់ហាសាន់ទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនិងទិសដៅអភិវឌ្ឍរួមគ្នារបស់សមាគមអង្គការអ៊ីស្លាមមិនមែនរដ្ឋាភិបាលនៅរុស្ស៊ីថ្ងៃទី1ខែមេសាឯកឧត្តមបណ្ឌិតអ៊ូស្ម៉ាន់ហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាពនិងទិសដៅអភិវឌ្ឍរួមគ្នារបស់សមាគមអង្គការអ៊ីស្លាមមិនមែនរដ្ឋាភិបាលនៅមជ្ឈមណ្ឌលអ៊ីស្លាមភ្នំពេញ PPIC កិច្ចប្រជុំដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីសំណាក់ប្រធានអនុប្រធានសមាគមអង្គការអ៊ីស្លាមចំនួន83និងសាលារៀនក្រោមចំណុះសមាគមអង្គការចំនួន52មកពីរាជធានីខេត្តទូទាំងប្រទេសសរុប250នាក់កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងសាមគ្គីភាពគ្នាបន្ថែមទៀតក្នុងគោលដៅតែមួយគឺការអភិវឌ្ឍសហគមន៍បង្កើតជាបណ្ដាញមួយក្នុងការទទួលនិងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកដើម្បីងាយស្រួលក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនិងសិក្ខាសាលាផ្សេងៗនៅពេលខាងមុខនិងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីអ៊ូស្ម៉ាន់ហាសាន់បានបង្ហាញក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកជួបជុំជាមួយបងប្អូនថ្នាក់ដឹកនាំសមាគមនិងអង្គការអ៊ីស្លាមក្នុងកិច្ចប្រជុំដែលមានសារៈសំខាន់នាថ្ងៃនេះដែលនេះគឺជាឱកាសដ៏វិសេសវិសាលដើម្បីយើងរួមគ្នាពិនិត្យមើលបច្ចុប្បន្នភាពនិងការកំណត់ទិសដៅដើម្បីឧត្តមប្រយោជន៍សហគមន៍អ៊ីស្លាមនៅកម្ពុជាឯកឧត្តមបន្តថាថ្ងៃនេះគឺជាថ្ងៃដែលបានមកជួបជុំគ្នាជាថ្មីម្ដងទៀតបន្ទាប់ពីធ្លាប់ធ្វើកិច្ចប្រជុំពិភាក្សាដ៏ធំមួយកាលពីអំឡុងឆ្នាំ2020កន្លងទៅនៅទីស្តីការគណៈរដ្ឋមន្ត្រីដែលកាលនោះឯកឧត្តមទេសរដ្ឋមន្ត្រីចាំបានយ៉ាងច្បាស់នៅស្មារតីសាមគ្គីភាពដែលមានការចូលរួមយ៉ាងច្រើនកុះករពីតំណាងសមាគមនិងអង្គការអ៊ីស្លាមប្រមាណជាង500អង្គភាពដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងសហគមន៍ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថាយោងតាមទិន្នន័យពីក្រសួងមហាផ្ទៃកម្ពុជាមានសមាគមនិងអង្គការចុះបញ្ជីសរុបចំនួន6571អង្គភាពដែលក្នុងនោះមានសមាគមនិងអង្គការអ៊ីស្លាមជាង300អង្គភាពដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើវិស័យសំខាន់ៗដូចជាវិស័យអប់រំសុខាភិបាលមនុស្សធម៌សង្គមគិច្ចនិងលើវិស័យផ្សេងៗជាច្រើនទៀតឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្ដែងនឹងការកោតសរសើរនិងវាតម្លៃខ្ពស់បំផុតចំពោះស្មារតីមនុស្សធម៌ដ៏មោះមុតរបស់បងប្អូនទាំងអស់ដែលបានខិតខំគៀងគរជំនួយពីបណ្ដាប្រទេសអ៊ីស្លាមនិងមិត្តភ័ក្តិលើពិភពលោកដើម្បីមកកសាងសមិទ្ធផលជាច្រើនរួមមានសាលារៀនវិហារអ៊ីស្លាមស៊ូរ៉ាវគម្រោងវ៉ាហ្វុករុផាន់អណ្ដូងទឹកស្អាតបង្គន់អនាម័យការបរិច្ចាគទ្រព្យសកាត់កញ្ចប់អាហារស្រេចបួសនិងការផ្ដល់អាហារូបករណ៍ជូនដល់បងប្អូនសិស្សនិស្សិតមានជីវភាពខ្វះខាតនៅតាមសហគមន៍សកម្មភាពទាំងនេះបង្ហាញថាបងប្អូនគឺជាដៃគូអភិវឌ្ឍរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមចំណែកអភិវឌ្ឍសហគមន៍ក៏ដូចជាសង្គមជាតិទាំងមូលឯកឧត្តមបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយនិងអំណោយដែលផ្ដល់ដោយអង្គការសប្បុរសធម៌ផ្សេងៗដើម្បីផ្ដល់ផលប្រយោជន៍រួមដល់ប្រជាពលរដ្ឋកម្ពុជាគួរឲ្យដឹងដែរថាក្នុងកិច្ចប្រជុំនេះដែរតំណាងសមាគមអង្គការមានមតិយោបល់បញ្ហាប្រឈមនិងសំណុំពរដែលអាចឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីជួយសម្របសម្រួលឲ្យកាន់តែល្អប្រសើររវាងរដ្ឋនិងអង្គការសង្គមស៊ីវិលអ៊ីស្លាមបង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធនិងមានតម្លាភាពជាមួយរាជរដ្ឋាភិបាលនិងធានាឲ្យបាននូវប្រយោជន៍រួមដ៏ពិតប្រាកដសម្រាប់សហគមន៍ក៏ដូចជាសង្គមជាតិទាំងមូល
ឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញសំណេះសំណាលជាមួយតំណាងស្ថានីយ៍វិទ្យុ FM ឯកជនដើម្បីពិភាក្សារួមគ្នាធានាឲ្យបាននៅនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទ Digital ការធ្វើសមាហរណកម្មនិងបរិវត្តកម្មក្នុងបរិបទ Digital សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរាណជាភាពចាំបាច់តាមរយៈការបង្កើត content ខ្លឹមសារល្អៗគុណភាពព័ត៌មានមានវិជ្ជាជីវៈដើម្បីមានប្រសិទ្ធភាពនៃការប្រកួតប្រជែងនិងបន្សាំនឹងការប្រែប្រួលនៃបច្ចេកវិទ្យាឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានមានប្រសាសន៍គូបញ្ជាក់ថាការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់ឡើងបង្កើតឲ្យមានការប្រកួតប្រជែងជាមួយវិបត្តិហិរញ្ញវត្ថុការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្មមានភាពសម្បូរបែបនៃខ្លឹមសារនិងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើបជាដើមចុងនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែតវិទ្យុនិងទូរទស្សន៍បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេគឺវាបានកើតឡើងនៅតាមបណ្ដាប្រទេសផ្សេងៗជាច្រើនផងដែរចំណុចសំខាន់ៗដែលឯកឧត្តមរដ្ឋមន្ត្រីនេតភត្រាលើកឡើងខាងលើនេះធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងស្ថានីយ៍វិទ្យុ FM ឯកជនដឹកនាំដោយលោកញើពុទ្ធសម្ផស្សតំណាងវិទ្យុ FM ឯកជនចំនួនទាំង27ស្ថានីយ៍នៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026នាទីស្តីការក្រសួងឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាប្រព័ន្ធផ្សព្វផ្សាយបុរាណទោះបីជាមានការចុះផ្សាយនៅទូនាទីក៏ប៉ុន្តែមានសារៈសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់ប្រជាជនដូច្នេះដើម្បីធ្វើឲ្យការប្រកួតប្រជែងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយទំនើបប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមានវិទ្យុទូរទស្សន៍កាសែតទស្សនាវដ្តីជាដើមត្រូវជំរុញការផ្សព្វផ្សាយ Digital ផ្សាយនៅលើ Facebook Telegram TikTok តាមរយៈនេះឯកឧត្តមបានជំរុញលើកទឹកចិត្តដល់បណ្ដាម្ចាស់ស្ថានីយ៍វិទ្យុ FM ឯកជនទាំងអស់ត្រូវខិតខំផលិត content ខ្លឹមសារល្អៗមានកម្មវិធីផ្សាយសម្បូរបែបមានគុណភាពមានសុវត្ថិភាពគឺយើងតាក់ទាញអ្នកអានអ្នកស្ដាប់និងអ្នកទស្សនាបានច្រើនដូច្នេះប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជនបើមិនដូច្នោះទេប្រព័ន្ធផ្សព្វផ្សាយបុរាណនឹងជួបនៅការបិទទ្វារឬប្រឈមនឹងការគ្មានការផ្សាយពាណិជ្ជកម្មថែមទៀតឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថាបច្ចុប្បន្នកម្ពុជាមានគណនី Facebook ប្រមាណ15លានគណនីខណៈប្រជាពលរដ្ឋខ្មែរមានចំនួនជាង17លាននាក់ក្នុងនោះ TikTok មានប្រមាណ10លានគណនីតែទោះបីប្រព័ន្ធផ្សព្វផ្សាយសង្គមមានចំនួនច្រើនក៏ដោយយើងសង្កេតឃើញថាបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋបានផ្លាស់ប្ដូរឥរិយាបថជាច្រើនពោលគឺប្រែពីការជឿលើការផ្សាយក្នុងបណ្ដាញសង្គម Facebook បែរមកជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយមានប្រភពផ្លូវការច្បាស់លាស់ពិសេសមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយមានវិជ្ជាជីវៈត្រឹមត្រូវដែលបានដើរតួនាទីសំខាន់នៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់លោកញើពុទ្ធសម្ផស្សតំណាងវិទ្យុ FM ឯកជនចំនួនទាំង27ស្ថានីយ៍បានជម្រាបជូនថាកន្លងមករហូតដល់បច្ចុប្បន្នប្រព័ន្ធផ្សព្វផ្សាយបែបបុរាណវិទ្យុ FM នៅតែដើរតួនាទីយ៉ាងសំខាន់ជាច្រើនគ្រប់កលៈទេសៈក្នុងការចូលរួមចំណែកជួយផ្សព្វផ្សាយនៅគ្រប់ព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រកម្មវិធីយុទ្ធសាស្ត្រគោលនយោបាយគ្រប់ដំណាក់កាលចូលរួមយុទ្ធនាការលុបបំបាត់ព័ត៌មានคล้ายៗនិងសកម្មភាពនានាទាំងក្នុងពុទ្ធចក្រនិងអាណាចក្រក៏ដូចជាក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាពិសេសបានផ្សព្វផ្សាយនៅសន្ទរកថាដ៏ថ្លៃថ្លានិងអភិក្រមនានារបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរដូច្នេះតាមរយៈការដើរតំណាងស្ថានីយ៍វិទ្យុ FM ឯកជនអញ្ជើញចូលជួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាននាឱកាសនេះដើម្បីទទួលបាននូវអនុសាសន៍ថ្មីៗបន្ថែមទៀតសម្រាប់អភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយបែបបុរាណឲ្យដំណើរការបានល្អស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយបែបទំនើបកាន់តែរីកចម្រើនយ៉ាងលឿនគូរំលឹកដែរថាក្នុងពេលកន្លងមកឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបើកជាវេទិកាជាមួយម្ចាស់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីស្វាស្វែងរកដំណោះស្រាយរួមគ្នាធានាឲ្យបាននៅនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណនិងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទ Digital
នាព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2026ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជានៅសន្តាគារ Sofitel ភ្នំពេញភូគីត្រាថ្លែងទៅកាន់អង្គពិធីឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅនិងថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធតំណាងដៃគូអភិវឌ្ឍន៍អង្គការនានាដែលបានចូលរួមគាំទ្រការអនុវត្តសកម្មភាពពហុវិស័យសុខភាពតែមួយឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថាសម្រាប់វិស័យកសិកម្ម One Health គឺផ្ដោតសំខាន់លើការបង្ការជំងឺឆ្លងក្នុងផលិតកម្មបសុសត្វនិងជលផលដើម្បីធានាភាពធន់ផលិតកម្មព្រមទាំងការចូលរួមគាំទ្រការធានាសុខភាពសាធារណៈតាមរយៈការបង្ការការឆ្លងជំងឺពីសត្វមកមនុស្សក្នុងន័យនេះអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វគឺចូលរួមក្នុងការស៊ើបអង្កេតនិងឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺសត្វដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលដើម្បីបង្ការការរីករាលដាលក្នុងកិច្ចការនេះដែរអគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃក៏ចូលរួមស៊ើបអង្កេតនិងឆ្លើយតបនឹងជំងឺសត្វព្រៃដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានផងដែរជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបញ្ញាចិត្តយ៉ាងមុតមមចំពោះគំនិតដូចផ្ដើមនេះនិងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធរួមទាំងក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍន៍ដើម្បីប្រទេសកម្ពុជាក្លាយជាបូរេសកម្មក្នុងតំបន់ក្រុមហ៊ុន BYD កម្ពុជាបដិញ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារក្នុងការអភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី EV ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយលោកយៀឈឹងហ៊ុយប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD Cambodia Co Ltd និងជានាយកផ្នែករថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD នៅទីស្តីការក្រសួងដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី EV ក្នុងទិសដៅបំពេញតម្រូវការទីផ្សារនិងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជាជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈសកលក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍លោកយៀឈឹងហ៊ុយនិងសហការីយ៉ាងកក់ក្ដៅនិងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងអភិវឌ្ឍធនធានមនុស្សនិងផ្ដល់ឱកាសការងារនៅកម្ពុជាតាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ដោយឯកឧត្តមបានគូបញ្ជាក់ថាវត្តមានក្រុមហ៊ុន BYD គឺជាការផ្ដល់ទំនុកចិត្តខ្ពស់ដល់កម្ពុជានិងផ្ដល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យនិងបច្ចេកវិទ្យាខ្ពស់សម្រាប់ប្រជាពលរដ្ឋហើយកិច្ចប្រជុំនៅពេលនេះក៏ជាឱកាសថ្មីមួយទៀតសម្រាប់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរឯកឧត្តមហេងសួរបានបញ្ជាក់ថារាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួលដើម្បីឲ្យក្រុមហ៊ុនទទួលបានជោគជ័យសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផងនិងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV ជាក់ស្ដែងនៅពេលថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារដែលនេះជាការលើកទឹកចិត្តឲ្យមានការវិនិយោគនិងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជាទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជាកំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្តការនាំចូលនិងបន្តកើនឡើងដូចនេះវាជាឱកាសដ៏ល្អបំផុតដែលក្រុមហ៊ុននិងក្រសួងត្រូវសហការគ្នាក្នុងការបណ្ដុះបណ្ដាលយុវជនឲ្យទទួលបាននូវជំនាញកាន់តែខ្ពស់ជាមួយគ្នានេះឯកឧត្តមបានសង្កត់ធ្ងន់លើភាពជាដៃគូដើម្បីការកសាងកម្លាំងពលកម្មជំនាញត្រៀមខ្លួនសម្រាប់អនាគតនិងមានភាពធន់ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិនិងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរជាការឆ្លើយតបលោកយៀឈឹងហ៊ុយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលឯកឧត្តមរដ្ឋមន្ត្រីនិងក្រុមការងារដែលបានគាំទ្រយ៉ាងពេញទំហឹងដែលធ្វើឲ្យក្រុមហ៊ុន BYD ទទួលបានភាពជោគជ័យនៅពេលនេះលោកបានជម្រាបជូនពីប្រវត្តិប្រតិបត្តិការវឌ្ឍនភាពប្រកបដោយមោទកភាពនិងយុទ្ធសាស្ត្របន្តរបស់ក្រុមហ៊ុន BYD នៅកម្ពុជាដែលលោកបានគូបញ្ជាក់ថាប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ក៏ផ្ដោតសំខាន់លើការគាំពារបរិស្ថានឲ្យកាន់តែប្រសើរនិងផ្ដល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ
ក្នុងជំនួបប្រកបដោយផ្លែផ្កានិងចក្ខុវិស័យដ៏វែងឆ្ងាយនេះភាគីទាំងពីរបានបញ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាដំប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរជាពិសេសតាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូបង្គោលនិងសិស្សការចុះកម្មសិក្សានិងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើមទស្សនិកជនជាទីគោរពរីឯព័ត៌មានជាបន្តទៅទៀតនេះផងដែរក្រសួងព័ត៌មាននិងក្រសួងមុខងារសាធារណៈសហការគ្នាធ្វើសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីនីតិវិធីនៃការកំណត់មុខតំណែងនិងការពិពណ៌នាមុខតំណែងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការនិងលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាលសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពីនីតិវិធីនៃការកំណត់មុខតំណែងនិងការពិពណ៌នាមុខតំណែងដល់មន្ត្រីក្រសួងព័ត៌មានបានធ្វើឡើងនៅព្រឹកថ្ងៃទី2ខែមេសាឆ្នាំ2026នាសាលចតុមុខមង្គលទីស្តីការក្រសួងព័ត៌មានក្រមធិបតីភាពឯកឧត្តមរស់ថាន់សនរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារកែតម្រង់រដ្ឋបាលសាធារណៈក្រសួងព័ត៌មាននិងឯកឧត្តមកុងសុភីរដ្ឋលេខាធិការនិងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីនៃគណៈកម្មាធិការប្រតិបត្តិនៃកូវរ៉ូក្រសួងមុខងារសាធារណៈសិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជំនាញនិងតំណាងអង្គភាពពាក់ព័ន្ធដើម្បីពិភាក្សានិងបដូរយោបល់អំពីវិធីសាស្ត្រកំណត់មុខតំណែងឲ្យបានច្បាស់លាស់ស្របតាមទូនីតិភារកិច្ចនិងរចនាសម្ព័ន្ធអង្គភាពព្រមទាំងបានបង្ហាញពីសារៈសំខាន់នៃការរៀបចំពិពណ៌នាមុខតំណែងដែលជាឧបករណ៍សំខាន់ក្នុងការគ្រប់គ្រងធនធានមនុស្សការវិតម្លៃការងារនិងការកែលម្អប្រសិទ្ធភាពអង្គភាពតាមរយៈសិក្ខាសាលានេះឯកឧត្តមលោកជំទាវអស់លោកស្រីជាថ្នាក់ដឹកនាំមន្ត្រីក្រសួងព័ត៌មានដែលបានចូលរួមនិងទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗអាចយកទៅអនុវត្តជាក់ស្ដែងក្នុងការងាររបស់ខ្លួនដើម្បីធានាបាននូវការបែងចែកភារកិច្ចយ៉ាងមានប្រសិទ្ធភាពបង្កើនភាពច្បាស់លាស់ក្នុងទូនាទីនិងរួមចំណែកលើកកម្ពស់គុណភាពសេវាសាធារណៈឲ្យកាន់តែល្អប្រសើរបន្ថែមពីនេះក៏មានការចែករំលែកបទពិសោធន៍ជាក់ស្ដែងនិងការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងអ្នកចូលរួមដើម្បីបង្កើនការយល់ដឹងនិងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃសិក្ខាសាលានេះឱកាសនេះត្រូវបានវិតម្លៃថាជាវេទិកាសំខាន់មួយក្នុងការពង្រឹងសមត្ថភាពមន្ត្រីនិងលើកកម្ពស់គុណភាពការគ្រប់គ្រងធនធានមនុស្សដោយធានាថាមុខតំណែងនីមួយៗមានការកំណត់ច្បាស់លាស់និងអាចវាស់វែងលទ្ធផលការងារបានយ៉ាងប្រសើរអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាមានគោលបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀតដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានពិតរបស់កម្ពុជាកាន់តែទូលំទូលាយឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីប៉ាស៊ីហ្វិកនៃ CMG នៅរុស្ស៊ីថ្ងៃទី2ខែមេសាឆ្នាំ2026លោកស្រីស៊ូសេវសៀអគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជាចិននៃ CMG បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកដែលអនុញ្ញាតឲ្យលោកស្រីនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារក្នុងឱកាសដែលលោកស្រីនិងក្រុមការងារបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះឯកឧត្តមខំវុធីបានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងមហាប្រជាជនចិនដែលបានឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យសំខាន់ៗជាច្រើនរួមចំណែកធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបន្ថែមពីនេះភាគីចិនបានជួយឧបត្ថម្ភគាំទ្រលើប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាជាច្រើនពិសេសទូរទស្សន៍ជាតិកម្ពុជាជាទូរទស្សន៍រដ្ឋតែមួយគត់ដែលមានកិច្ចសហប្រតិបត្តិការជាមួយភាគីចិនច្រើនបំផុតឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាការផ្សព្វផ្សាយនៅខ្សែភាពយន្តវីដេអូឯកសារគំនូរជីវចលបទយកការកសិកម្មកសិឧស្សាហកម្មនៅវិស័យសំខាន់ៗជាច្រើនឯកឧត្តមបានមានប្រសាសន៍ដែរថាបច្ចុប្បន្ននេះទូរទស្សន៍ជាតិកម្ពុជាមានការផ្សព្វផ្សាយព័ត៌មានជា3ភាសាដូចជាភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានទូរទស្សន៍ជាតិកម្ពុជាមានបំណងក្នុងការផ្សព្វផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀតដើម្បីឲ្យព័ត៌មានរបស់កម្ពុជាកាន់តែមានភាពសម្បូរបែបឯកឧត្តមអគ្គនាយកបានមានប្រសាសន៍បន្ថែមទៀតថា
ភាគីកម្ពុជាចង់ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរបន្ថែមទៀតលើការបណ្ដុះបណ្ដាលធនធានមនុស្សនិងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនលោកស្រីស៊ូសៅស៊ីអគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជាចិននៃ CMG បានមានប្រសាសន៍ថាចិនកម្ពុជាតែងតែផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរលោកស្រីបន្ថែមថា CMG នឹងពិភាក្សាក្នុងការនាំយកខ្សែភាពយន្តដែលជាការផលិតរបស់ CMG ផ្ទាល់មកផ្សព្វផ្សាយលើទូរទស្សន៍ជាតិកម្ពុជាលោកស្រីបានជម្រាបផងដែរថាក្នុងដំណើរទស្សនកិច្ចមកកម្ពុជារបស់គណៈប្រតិភូលើកនេះ CMG បានផលិតខ្សែភាពយន្តឯកសារអំពីសួស្តីគ្រូពេទ្យជនជាតិចិនរបស់ខ្ញុំដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងបណ្ដាប្រទេសជាមិត្តរបស់ប្រទេសចិនហើយតាមរយៈកិច្ចសហប្រតិបត្តិការរវាងចិនកម្ពុជានៅពេលការផលិតនេះចប់ភាគីចិននឹងនាំយកមកផ្សព្វផ្សាយបន្តនៅទូរទស្សន៍ជាតិកម្ពុជាជាកិច្ចបញ្ចប់ភាគីទាំងពីរបានស្វាគមន៍ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីឲ្យការផ្លាស់ប្ដូរការផ្សព្វផ្សាយរវាងកម្ពុជាចិនកាន់តែរីកចម្រើនទស្សនិកជនជាទីមេត្រីរីឯព័ត៌មានជាបន្តទៅទៀតនេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននិមន្តព្រះសង្ឃសូត្រមន្តលើករាសីនិងសូមសេចក្តីសុខសិរីសុស្តីជ័យមង្គលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងបរិយាកាសរីករាយនៃការត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីរសៀលថ្ងៃទី1ខែមេសាឆ្នាំ2026ឯកឧត្តមឧត្តមសេនីយ៍ឯកខឹងសារ៉ាត់និងលោកជំទាវឆៃសាលីនបានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តលើករាសីនិងសូមសេចក្តីសុខសិរីសួស្តីជ័យមង្គលនៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងពិធីនេះថ្នាក់ដឹកនាំបាននិមន្តអញ្ជើញព្រះអង្គធម្មវនៈវាសីច័ន្ទមុនីដើម្បីសូត្រមន្តចម្រើនព្រះបរិត្តលើករាសីនិងជាសិរីសួស្តីដល់មន្ត្រីនគរបាលជាតិទាំងអស់ដែលកំពុងបំពេញភារកិច្ចនៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាកិច្ចដ៏សំខាន់ក្នុងពិធីនេះឯកឧត្តមសេនីយ៍ឯកខឹងសារ៉ាត់និងលោកជំទាវក៏បានរៀបចំពិធីឧទ្ទិសកុសលផលបុណ្យទាំងឡាយជូនចំពោះដួងវិញ្ញាណក្ខន្ធវីរយុទ្ធជននៃនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលបានលះបង់សាច់ស្រស់ឈាមស្រស់បូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិទន្ទឹមនឹងនេះកុសលផលបុណ្យក៏ត្រូវបានឧទ្ទិសជូនដល់វីរៈកងទ័ពកម្ពុជាគ្រប់ចំនួនដែលបានពលីក្នុងការបូជាបូរណភាពទឹកដីនាំមកនៅសុខសន្តិភាពជូនប្រជាជនរហូតដល់សពថ្ងៃឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសេនីយ៍ឯកខឹងសារ៉ាត់ក៏បានរំលឹកនិងកោតសរសើរដល់កងកម្លាំងនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដែលបានខិតខំប្រឹងប្រែងចុះបង្ក្រាបបទល្មើសគ្រឿងញៀនយ៉ាងសកម្មនៅទូទាំងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមកការងារដ៏គ្រោះថ្នាក់និងស្មុគស្មាញនេះគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការថែរក្សាសន្តិសុខសង្គមជាពិសេសទប់ស្កាត់គ្រឿងញៀនមិនឲ្យរីករាលដាលដល់យុវជនសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីនេះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក៏បានត្រៀមកម្លាំងយ៉ាងស្រស័ក្តិស្រស្រាំដើម្បីសហការជាមួយគ្រប់បណ្ដាស្ថាប័នដទៃទៀតក្នុងការរឹតបន្តឹងសន្តិសុខតាមតំបន់កំសាន្តនិងទីប្រជុំជននានាជាពិសេសការបង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងសណ្ដាប់ធ្នាប់ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងអាចសប្បាយរីករាយក្នុងពិធីបុណ្យប្រពៃណីជាតិប្រកបដោយសុវត្ថិភាពនិងក្តីសោមនស្សរីករាយបំផុតលោកស្រីប្រិយមិត្តទូរទស្សនិកជនជាទីគោរពព័ត៌មានជាតិដែលយើងខ្ញុំបានជម្រាបជូនលោកអ្នកនាងតាមដានទស្សនានៅក្នុងពេលនេះចាប់តែប៉ុណ្ណេះហើយជាបន្តសូមអញ្ជើញលោកស្រីនិងកញ្ញាតាមដានទស្សនាព័ត៌មានអន្តរជាតិវិញម្ដងដែលឡែកចំពោះវត្តមានរបស់ខ្ញុំបាទលីខេមរៈនៅក្នុងពេលនេះសូមអរគុណនិងសូមគោរពលា